ខ្ញុំគណៈខ្ញុំសូមនមស្ការចំពោះសម្ដេចផ្សង្ឃរាជទាំងពីរគណៈសម្ដេចព្រះជាគណៈនុព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមក្រាបថ្វាយបង្គំចំពោះបង្គោលណាជាម្ចាស់សូមគម្រប់សម្ដេចអាយដាមលោកជំទាវលោកស្រីលោកយាយលោកតាបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពថ្ងៃនេះខ្ញុំយកមេឃរៀនមកមួយមាត្រាទៀតហើយពុកម៉ែបងប្អូនណាពីថ្ងៃមុនខ្ញុំបានចែករំលែកហើយអំពីមាត្រាមួយនៃក្រមរដ្ឋបវេណីអញ្ចឹងទេសូមរំលឹកពុកម៉ែបងប្អូនដែលជានិស្សិតទាំងអស់ឲ្យបានជ្រាបបន្តិចថានៅក្នុងគោលការណ៍ទូទៅមាត្រាមួយរបស់ក្រមរដ្ឋបវេណីរបស់យើងដែលផ្ដោតចំណុចសំខាន់ហ្នឹងគឺចំណុចសំខាន់ពីរសំខាន់ចំណុចទី1គឺនិយាយពីតំណែងតំណងញាតិចំណុចទី2គឺនិយាយអំពីតំណែងតំណងទ្រព្យសម្បត្តិអញ្ចឹងបងប្អូនណាចឹងសំខាន់នៅក្នុងមាត្រា1មាត្រា2និយាយពីអីចឹងទេនៅក្នុងក្រមរដ្ឋបវេណីមាត្រា2បាននិយាយអំពីគោលការណ៍ជាមូលដ្ឋានគោលការណ៍ជាមូលដ្ឋាននៃសិទ្ធិបងប្អូនណាដែលនៅក្នុងមាត្រានេះបានចែងថាក្រមនេះកំណត់អំពីគោលការណ៍នៃធានាសេចក្តីថ្លៃថ្នូររបស់បុគ្គលស្មើគ្នារបស់បុរសនារីនិងសិទ្ធិលើទ្រព្យសម្បត្តិដែលត្រូវបានកំណត់ដោយរដ្ឋធម្មនុញ្ញអញ្ចឹងទេនៅក្នុងក្រមរដ្ឋបវេណីរបស់យើងមាត្រា2បានចែងកំណត់យ៉ាងច្បាស់ហើយថាបុរសនិងនារីមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់សិទ្ធិជាសិទ្ធិបុគ្គលក្តីជាសិទ្ធិទទួលបានការអប់រំក្តីជាសិទ្ធិទទួលបានទៅលើទ្រព្យសម្បត្តិក្តីនៅក្នុងឋានៈសង្គមក្តីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់យើងដែលជាច្បាប់កម្ពុជានៅក្នុងមាត្រា36មាត្រា44និងមាត្រា45អញ្ចឹងតែយើងទៅមើលនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់គ្នាបងប្អូនណាតើមាត្រា36ចែងថាម៉េចរដ្ឋធម្មនុញ្ញមាត្រា36ពលរដ្ឋទាំងពីរភេទមានសិទ្ធិជ្រើសរើសរបបនយោបាយស្របតាមសមត្ថភាពរបស់ខ្លួនតាមសេចក្តីត្រូវការរបស់សង្គមពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នាចំពោះការងារដូចគ្នាថែមទាំងមានលំអិតមួយទៀតនៅក្នុងក្រមរដ្ឋបវេណីរបស់យើងក៏មានចែងដើម្បីបំពេញបន្ថែមទៅនឹងរដ្ឋធម្មនុញ្ញដែរនៅក្នុងកថាខណ្ឌខាងក្រោមបានលើកឡើងថាការងារផ្ទះស្មើគ្នាទៅនឹងកម្រៃដែលបានមកពីការងារខាងក្រៅផ្ទះដែរបានស្មើគ្នាចំពោះការងារដែលនៅខាងក្រៅអញ្ចឹងទេនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញក៏ដូចជាច្បាប់ផ្សេងបានឲ្យតម្លៃស្មើគ្នាទៅលើសិទ្ធិទទួលបានរវាងបុរសនិងស្ត្រីឋានៈសង្គមស្មើគ្នាដូចខ្ញុំបានលើកមិញថាសិទ្ធិជាមូលដ្ឋានក្តីសិទ្ធិលើសេដ្ឋកិច្ចសង្គមក្តីសិទ្ធិនៅក្នុងឋានៈសង្គមក្តីអញ្ចឹងមានសិទ្ធិស្មើគ្នាបងប្អូនណាមានសិទ្ធិស្មើគ្នាបងប្អូនអញ្ចឹងបងប្អូនទៅមើលលម្អិតនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា44ទៀតចុះអញ្ចឹងទេខ្ញុំសូមលើកឆ្លៀតឱកាសនេះខ្ញុំសូមលើកមាត្រា44ចែកឲ្យបងប្អូនស្ដាប់បានបន្តិចទៀតទៅចុះណាដើម្បីឲ្យពុកម៉ែបងប្អូនបានស្ដាប់ថាគាត់តែលើកមាត្រានឹងឡើងចុះមិនក៏មិនអានមាត្រានឹងឲ្យស្ដាប់ផងមាត្រា44ជួនណាក៏ដោយទោះបីជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់នៃសិទ្ធិជាម្ចាស់នៃកម្មសិទ្ធិមានសិទ្ធិជាម្ចាស់នៃកម្មសិទ្ធិមានតែរូបវ័ន្តបុគ្គលឬក៏នីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេទើបមានសិទ្ធិជាម្ចាស់លើដីធ្លីនៅក្នុងបានកំណត់ក្នុងក្រមរដ្ឋបវេណីយើងក៏បានកំណត់ដែរបងប្អូនណាអញ្ចឹងមាត្រានេះបានកំណត់យ៉ាងច្បាស់ហើយបន្តទៅទៀតនៅក្នុងកថាខណ្ឌទី2បានចែងថាកម្មសិទ្ធិឯកជនស្របតាមច្បាប់ស្ថិតនៅក្រោមការគាំពៀននៃច្បាប់អញ្ចឹងទេច្បាប់ទាំងឡាយទាំងអស់ដែលបានចែងទាំងពីរភេទទោះបីបរិសុទ្ធក្តីស្ត្រីអីមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានសិទ្ធិទទួលបានការអប់រំសិទ្ធិជាមូលដ្ឋានផ្សេងជាដើមខ្ញុំសូមលើកបន្តទៀតនៅក្នុងមាត្រានឹងដដែលអានបញ្ចប់មាត្រាចុះពុកម៉ែបងប្អូនណាដែលនឹងដកហូតជាកម្មសិទ្ធិលើជនណាបាននោះលុះត្រាតែប្រយោជន៍សាធារណៈត្រូវបានធ្វើនៅក្នុងករណីច្បាប់បញ្ញត្តិទុកហើយត្រូវបានផ្ដល់សំណងជាមុនដោយសមរម្យនឹងយុត្តិធម៌នៅក្នុងនេះពុកម៉ែបងប្អូនបើចង់ដឹងលម្អិតអាចទៅឆាក់មើលនៅច្បាប់អសមីកបានណាដោយឡែកមាត្រា45
ការរើសអើងគ្រប់ប្រភេទដែលប្រឆាំងទៅនឹងស្ត្រីភេទត្រូវបានលុបបំបាត់ចឹងពុកម៉ែបងប្អូនណាច្បាប់របស់យើងបានលើកដំកើងបានឲ្យតម្លៃលើកដំកើងឲ្យតម្លៃឲ្យស្មើភាពគ្នាចំពោះមុខច្បាប់នៅក្នុងគោលការណ៍រដ្ឋប្រវេណីក្តីបើយើងទៅបកទៅមើលពីច្បាប់កម្ពុជារបស់យើងគឺរដ្ឋធម្មនុញ្ញរបស់យើងបានចែងហើយបានចែងជាសិទ្ធិសំខាន់សិទ្ធិជាមូលដ្ឋានសម្រាប់ច្បាប់ផ្សេងខាងក្រោមដែលជាច្បាប់ពិសេសចែងឲ្យស្របទៅតាមច្បាប់កម្ពុជាគឺរដ្ឋធម្មនុញ្ញចឹងរដ្ឋធម្មនុញ្ញយើងបានចែងកំណត់រឹតតែច្បាស់លាស់ឲ្យរឹងរឹតតែប្រសើរឡើងអំពីសិទ្ធិអំពីសេរីភាពអំពីសិទ្ធិជាមូលដ្ឋានសិទ្ធិទទួលបានការអប់រំសិទ្ធិទទួលបានស្មើភាពគ្នាចំពោះច្បាប់សិទ្ធិទទួលបានស្មើភាពគ្នាចំពោះឋានៈសង្គមចឹងទេខ្ញុំមានតែប៉ុណ្ណេះទេពុកម៉ែបងប្អូនណាបងប្អូនខ្ញុំសង្ឃឹមថាវីដេអូរបស់ខ្ញុំនេះជាកតិសម្រាប់បងប្អូនទៅស្រាវជ្រាវមើលថាតើមាត្រាដែលខ្ញុំបានលើកនេះប្រោតសំខាន់លើអីចឹងមេរៀនមួយវីដេអូដូចខ្ញុំបានលើកពីវីដេអូមុនថាខ្ញុំមួយថ្ងៃឬក៏មួយវីដេអូខ្ញុំចែករំលែកតែមួយមាត្រាទេមាត្រាណាដែលពាក្យតិចនិចពិបាកនឹងខ្ញុំនឹងលម្អិតប៉ុន្តែបើពាក្យណាដែលស្រួលវីដេអូអាចវែងអាចខ្លីប្រែប្រួលទៅតាមការវែងខ្លីឬពាក្យបច្ចេកទេសច្រើនរបស់ច្បាប់តែប៉ុណ្ណោះចឹងទេសូមអរគុណសូមថ្វាយបង្គំលានិងគោរពលាសូមអរគុណ Daily Poster ខ្ញុំបាទមានទទួលធ្វើស្លាកយីហោគ្រប់ប្រភេទមានស្លាកយីហោប្រភេទមានភ្លើងឬអត់ភ្លើងអក្សរកាតអាគ្រីលិកជាប្រភេទមានភ្លើងក្តីអត់ភ្លើងក្តីសាញបតប្រភេទកស៊ូ banner ឬក៏ sticker បាត់លើ sport មាន J flat មានជើងបញ្ឈរមុខហាងមានភ្លើងក្តីឬអត់ភ្លើងក្តីនិងស្លាកយីហោផ្សេងតូចធំគ្រប់ប្រភេទបាទបងប្អូនមានតម្រូវការធ្វើស្លាកយីហោសូមទំនាក់ទំនងកាន់ Daily Poster ខ្ញុំបាទសូមអរគុណ